នៅរសៀលថ្ងៃសុក្រ15រោចខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី28ខែមីនាឆ្នាំ2025នៅទីស្តីការក្រសួងឯកឧត្តមឆៃរតេសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីគ្រូបង្គោលការបញ្ជ្រាប Gender នៅក្នុងវិស័យអភិវឌ្ឍជនបទព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការឯកឧត្តមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការឯកឧត្តមអគ្គនាយកប្រធាននាយកដ្ឋានព្រមទាំងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍជនបទជាកិច្ចចាប់ផ្ដើមលោកជំទាវម៉ាត់ម៉ារ៉ារដ្ឋលេខាធិការនិងជាប្រធានក្រុមការងារ Gender ក្រសួងអភិវឌ្ឍជនបទបានធ្វើរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្ដុះបណ្ដាលដោយបានឲ្យដឹងថាវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលលើការបញ្ជ្រាប Gender ក្នុងវិស័យអភិវឌ្ឍជនបទនេះមានចំនួន3វគ្គមានសិក្ខាកាមសរុបចំនួន73នាក់ស្ត្រីចំនួន50នាក់វគ្គបណ្ដុះបណ្ដាលទាំង3វគ្គនេះមានគោលបំណងបណ្ដុះបណ្ដាលគ្រូឧទ្ទេសប្រចាំអង្គភាពថ្នាក់កណ្ដាលនិងថ្នាក់មន្ទីររាជធានីខេត្តនិងគ្រូបង្គោលប្រចាំក្រសួងបន្តវេនពីគ្រូបង្គោលជាន់ខ្ពស់ដើម្បីបន្តការផ្សព្វផ្សាយបញ្ជ្រាប Gender នៅក្នុងកម្មវិធីនានានៅក្នុងសហគមន៍ជនបទនិងដើម្បីបង្កើនបណ្ដាញក្រុមការងារ Gender ប្រែក្លាយពីការបញ្ជ្រាប Gender ទៅជាបរិវត្តកម្ម Gender តាមវិស័យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1នីតិកាលទី7នៃរដ្ឋសភាបន្ទាប់ពីបានស្ដាប់របាយការណ៍រួចមកឯកឧត្តមឆៃរតេសែនបានថ្លែងអំណរគុណចំពោះក្រុមការងារ Gender ទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងប្រកបដោយភាពជោគជ័យនិងទទួលបានផ្លែផ្កាគួរជាទីមោទនៈព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ Gender និងកិច្ចសហការដ៏ល្អពីសំណាក់ឯកឧត្តមលោកជំទាវលោកស្រីដែលជាគ្រូឧទ្ទេសទាំងអស់ដែលបានចែករំលែកនិងផ្ដល់នូវមតិយោបល់ផ្សេងៗដែលបានជំរុញឲ្យក្រុមការងារបញ្ជ្រាប Gender ក្នុងវិស័យអភិវឌ្ឍជនបទកាន់តែល្អប្រសើរឡើងជាលំដាប់ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថារាជរដ្ឋាភិបាលនីតិកាលទី7ក្រោមការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យច្បាស់លាស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបាននឹងកំពុងបន្តយកចិត្តទុកដាក់និងបដិញ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិស្ត្រីក៏ដូចជាសមភាព Gender ទូទាំងប្រទេសតាមរយៈការដាក់ចេញនូវគោលនយោបាយផែនការសកម្មភាពរួមជាមួយនឹងយន្តការនិងបទដ្ឋានគតិយុត្តនានាជាច្រើននិងបានកំណត់យកការងារអាទិភាពដោយបន្តកំណត់ការលើកកម្ពស់សមភាព Gender និងការបង្កើនភាពអង់អាចរបស់ស្ត្រីនៅគ្រប់វិស័យជាមួយគ្នានេះដែរក្រសួងអភិវឌ្ឍជនបទក៏បាននឹងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការងារលើកកម្ពស់សិទ្ធិស្ត្រីនិងសមភាព Gender ក្នុងការបង្កើនចំនួនមន្ត្រីរាជការជាស្ត្រីទទួលបានមុខងារនិងទួនាទីជាថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួងនិងបានលើកទឹកចិត្តមន្ត្រីរាជការជាស្ត្រីនៅតាមគ្រប់អង្គភាពជាក់ស្ដែងក្រសួងបានធ្វើពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំដែលជាស្ត្រីរបស់ក្រសួងអភិវឌ្ឍជនបទដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់លើការងារលើកកម្ពស់ស្ត្រីនិងសមភាព Gender ជាកិច្ចបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំណូមពរទៅដល់សិក្ខាកាមដែលទទួលបាននូវចំណេះដឹងនាពេលនេះចូលរួមសហការនិងផ្សព្វផ្សាយបន្ថែមឲ្យបានកាន់តែទូលំទូលាយនៅក្នុងស្ថាប័នរបស់ខ្លួននិងមន្ត្រីដែលពាក់ព័ន្ធដើម្បីឲ្យមានការយល់ដឹងទៅលើការបញ្ជ្រាប Gender នៅក្នុងវិស័យអភិវឌ្ឍជនបទកាន់តែប្រសើរឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាព Gender និងសិទ្ធិស្ត្រីព្រមទាំងបានផ្ដល់នូវអនុសាសន៍មួយចំនួនដើម្បីឲ្យការអនុវត្តការងារបញ្ជ្រាប Gender ប្រកបដោយប្រសិទ្ធភាព